តោះថ្ងៃនេះមកចែករំលែកពីរបៀបធ្វើទឹកស្ករសម្រាប់លាយជាមួយនឹងភេសជ្ជៈផ្សេងៗចាចឹងគ្រឿងផ្សំងាយៗទេបងប្អូនមានស្ករ1គីឡូអំបិលជាមួយនឹងទឹកស្អាត500 ml ចាចឹងជាដំបូងវិធីធ្វើយើងធ្វើការដាក់ស្ករនៅក្នុងឆ្នាំងចាបន្តមកទៀតយើងធ្វើការដាក់ទឹក500 ml ចូលទៅក្នុងឆ្នាំងស្ករហ្នឹងចានៅពេលដែលយើងបានដាក់ទឹកចូលហើយយើងលួចអំបិល1 កូនចុងស្លាបព្រាកាហ្វេចាហើយយើងធ្វើការបើកហ្គាសទុករហូតដល់ទឹកស្ករពុះចានៅពេលដែលទឹកស្ករពុះហើយបងប្អូនធ្វើការដាក់ទឹកក្រូចឆ្មា1ស្លាបព្រាចាអញ្ចឹងវិធីនេះគឺទឹកស្កររបស់យើងឈ្ងុយឆ្ងាញ់ហើយបងប្អូនអាចទុកវាឲ្យត្រជាក់អាចចាក់ដាក់ដបបានចាអញ្ចឹងបងប្អូនណាដែលមានវិធីធ្វើផ្សេងពីហ្នឹងអាចខមមិនចែករំលែកគ្នាបានអរគុណ